បងគឺយើងជាលោកពណ៌ contour ជាមួយនឹងជូរហើយយើងដាក់ចំកូនដាសិនហើយដាក់ដៃឲ្យថាសិនណាដើម្បីកុំឲ្យវាដុំគឺយើងទៀតស្ទង់សិន contour គឺសំខាន់មែនទែនចំពោះការផាត់មុខបើសិនជាអត់មាន contour ទេមុខគឺស្លេកស្លាំងហ្មងរើសពណ៌ contour ឲ្យត្រូវរើសជក់ contour ឲ្យត្រូវបន្ទាប់ពីដាក់ចំកូនដាហើយយើងធ្វើការបញ្ចេះស្រមោលវាបញ្ចេះស្រមោលចេញមកគៀនមកដើម្បីវាមើលឃើញរៀងបដិញបន្ទាប់មកយើងចេះស្រមោលចូលក្នុងតិចមកដើម្បីឲ្យឃើញចំហយើងនឹងមើលទៅធម្មជាតិមើលទៅអត់ដុំទេបងប្អូនជាជាងផាត់មុខឬក៏បងប្អូនជាអ្នកផាត់មុខខ្លួនឯងក៏ដោយគឺខ្ញុំសូមណែនាំជាមួយនឹង contour plus នេះតែម្ដងពណ៌វានៅក្រៅគឺស្អាតខ្លាំងអត់មានផាត់ទៅជាំអីណាហើយចំពោះជក់ contour ប្រភេទនេះគឺយើងកុំសឹកអូសពេកគឺយើងផ្អាប់ថាច្រើនជាងអូសហើយយើងបអូសស្រមោលតិចមកគឺឃើញ contour យើងគឺមើលទៅធម្មជាតិខ្លាំងហ្មងហើយជក់ contour ធំ contour តូចហ្នឹងគឺរូបរាងដូចគ្នាតែគាត់ថាវាមួយធំមួយតូចតែប៉ុន្តែបងប្អូនដែលមានដងស្រាប់មើលតែវីដេអូនៅក្នុង page ចំណេះដឹងក៏អាចចេះផាត់មុខខ្លះដោយមិនអស់លុយដែរប៉ុន្តែបើសិនជាសម្រាប់បងប្អូនដែលគាត់ចង់ចេះផាត់មុខហើយចង់មានគ្រូជំនាញច្បាស់លាស់កុំភ្លេចមករៀនជាមួយគ្រូមករៀននៅហាងក៏បានតែបើសិនជាយកមានពេលទេយើងអាចរៀនតាមអនឡាញក៏បានដែរហើយចំពោះការរៀនអស់លុយនៅក្នុងគ្រូមេរៀនគឺលំអិតខ្លាំងយកតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលចង់បានភាពលំអិតច្បាស់លាស់ក្នុងការបង្រៀនដែលមានគ្រូដែលទាំងអស់គ្នាកុំភ្លេចធ្វើការចុះឈ្មោះរៀនទៅគឺធានាថាអត់ស្ដាយលុយទេព្រោះអីតម្លៃអនឡាញគឺតម្លៃសមរម្យមែនទែនវីដេអូ contour ចាប់ត្រឹមនេះវីដេអូក្រោយយើងនឹងបានមើលពីការផាត់ពណ៌និងការ highlight